នេះអាចទៅរួចដែរឬទេ64ប្រទេសចូលលេង World Cup ជំរាបសួរខ្ញុំកូនម៉ាមនេះជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចាក្នុងមហាសន្និបាតរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃប្រហោះម្សិលមិញសមាគមបាល់ទាត់តំណាងតំបន់អាមេរិកខាងត្បូង CONMEBOL បានដាក់សំណើដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយសូមឲ្យការប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ2030មានក្រុមបាល់ទាត់ជម្រើសជាតិចូលរួមប្រកួតប្រជែងរហូតដល់ទៅ64ប្រទេសCONMEBOL ដែលជាសហម្ចាស់ផ្ទះរៀបចំ World Cup 2030បានលើកឡើងថាសំណើនេះព្រោះតែ2030នឹងគឺជាឆ្នាំដ៏ពិសេសគឺជាខួប100ឆ្នាំគត់នៃកំណើត World Cup ដូច្នេះគួរតែមានការផ្ដល់ឱកាសឲ្យប្រទេសកាន់តែច្រើនបានចូលរួមទទួលបទពិសោធន៍ព្រោះថាការរៀបចំក៏កាន់តែពិសេសដោយសារតែធ្វើឡើងរហូតដល់ទៅ3ទ្វីបឯណោះសូមបញ្ជាក់ថាបើតាមគម្រោងដែលបានប្រកាសរួចហើយគឺនៅ World Cup 2030នឹងរៀបចំនៅ3ទ្វីបដោយមានការបើកការប្រកួតដំបូងនោះត្រូវធ្វើនៅក្នុងប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយនិងអ៊ុយរ៉ាហ្គាយបន្ទាប់មកទៅធ្វើនៅក្នុងតំបន់អឺរ៉ុបហើយនិងអាហ្វ្រិកខាងជើងដែលមានដូចជានៅប្រទេសអេស្ប៉ាញ ប៉ូទុយហ្គាល់ហើយនិងម៉ារ៉ុកប៉ុន្តែចំនួនក្រុមចូលរួមគឺមិនទាន់មានការបញ្ជាក់នៅឡើយទេខណៈដែលនៅ World Cup 2026ខាងមុខនេះគឺជាឆ្នាំដំបូងដែល World Cup ពង្រីករហូតដល់ទៅ48ប្រទេសឲ្យចូលរួមប្រកួតប្រជែងពេលដែល3ប្រទេសនៅតំបន់អាមេរិកខាងជើងគឺអាមេរិកកាណាដាហើយនិងមិចស៊ិកធ្វើជាម្ចាស់ផ្ទះខ្ញុំសូមរំលឹកជូនដែរថា World Cup គឺបានចាប់ផ្ដើមសម្ពោធបើកដំណើរការជាលើកដំបូងលើពិភពលោកនៅក្នុងឆ្នាំ1930ដោយមានប្រទេសអ៊ុយរ៉ាហ្គាយធ្វើជាម្ចាស់ផ្ទះស្វាគមន៍13ប្រទេសចូលរួមហើយពេលនោះអ៊ុយរ៉ាហ្គាយក៏ជាជើងឯក World Cup ជាលើកដំបូងផងដែរអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា